នេះគឺជាវីដេអូបង្រៀនពីការប្រើប្រាស់ Apple HomePod ជាដំបូងម៉ាស៊ីនជាទូរស័ព្ទរបស់អ្នកទាំងអស់គ្នាមិនទាន់មាន HomeKit យើងត្រូវចូល App Store ដើម្បី download វាមួយសិនអញ្ចឹង search HomeKit មករួចចុច download ដើម្បី set up HomePod យើងត្រូវដាក់ខ្សែវាចូលជាមួយនឹងភ្លើងសិនបន្ទាប់មកយើងត្រូវរងចាំវាដំណើរការសិនហើយត្រូវប្រកាសថាទូរស័ព្ទដៃរបស់យើងត្រូវបើក Bluetooth ចោលនិងរងចាំវាបន្តិចទៀតអញ្ចឹងដល់ពេលដែលវាវិលហើយវានឹងបញ្ចេញសំឡេងបែបនេះអញ្ចឹងមានន័យថាយើងអាច connect វាបានហើយរួចយើងចុច set up មកដល់កន្លែងនេះគេឲ្យយើង scan ជាមួយនឹង HomePod ដោយយើងយកកាមេរ៉ារបស់យើងទៅ scan ជាមួយនឹងអេក្រង់របស់ HomePod ដែលវាបញ្ចេញមកបន្ទាប់ពី scan ហើយយើងអាចរើសទីតាំងរបស់ HomePod យើងបានហើយកន្លែងនេះយើងចុច transfer setting និងចុច continue រួចចុច recognize my voice និងចុច use personal request អញ្ចឹងយើងធ្វើការរងចាំវា set up បន្តិចសិននោះវានឹងរួចរាល់ហើយអញ្ចឹងបន្ទាប់ពីយើង set up HomePod ហើយយើងអាចធ្វើការ add សមាជិកចូលបានដំបូងយើងចុចត្រី3នៅខាងលើស្ដាំដៃនឹងមករួចចុច home setting ហើយចុច invite people និងចុច resident កន្លែងនេះគេឲ្យយើងបញ្ចូល email Apple ID របស់សមាជិករបស់អ្នកទាំងអស់គ្នារួចយើងចុច send invite បន្ទាប់មកយើងយកទូរស័ព្ទរបស់សមាជិករបស់អ្នកទាំងអស់គ្នាចុចត្រី3និងចូល home setting រួចអូសមកខាងក្រោមនឹងឃើញការ invite ហើយរួចចុច view និងចុច accept រួចរងចាំវាបន្តិចសិននោះវានឹងលោតផ្ទាំងនេះមកអញ្ចឹងយើងចុច continue ចុច continue ទៀតមករួចចុច use personal request និងចុច continue ទៀតកន្លែងនេះអ្នកទាំងគ្នាអាចរើសអីក៏បានដែររួចចុច continue តែប៉ុណ្ណឹងគឺគាត់អាចធ្វើការបញ្ជា HomePod បានហើយសម្រាប់ការបញ្ជាឧបករណ៍ Tuya ពី HomePod ទៅជាដំបូងយើងត្រូវបង្កើតជាមួយនឹង series shortcut សិនដោយសារតែឧបករណ៍ខ្លះរបស់ Tuya មិន support ជាមួយនឹង HomeKit ទេអញ្ចឹងយើងចុចកន្លែង Sync មកនិងចុចសញ្ញាបូកនៅខាងលើស្ដាំដៃរួចចុច Run tab to run និងចុច Add task រួចចុច Control single device រួចរើស device ណាមួយមកសម្រាប់ខ្ញុំគឺរើសកុងតាក់4ចុចហើយខ្ញុំឲ្យ switch ទី1ទី2ទី3របស់ខ្ញុំបើកសម្រាប់អ្នកទាំងអស់គ្នាអាចដាក់មិនក៏បានដែររួចចុច next មកនិងចុច save រួចដាក់ឈ្មោះ SIM របស់យើងនិងចុច confirm រួចចុច add to series នៅខាងក្រោមស្ដាំដៃរួចចុច SIM របស់យើងមិញហើយកន្លែងនេះយើងអាចធ្វើការ customize សម្រាប់ការហៅ series បានអញ្ចឹងយើងដាក់តែពាក្យណាដែលស្រួលហៅបានហើយសម្រាប់យើងងាយស្រួលបញ្ជាតាម series សម្រាប់ការបញ្ជា series ទៅលើឧបករណ៍ Tuya បងគេយើងត្រូវនិយាយថា Hey Siri activate my shortcut រួចចាំយើងនិយាយ phrase របស់យើងសម្រាប់ឲ្យវាបើកហើយ phrase ហ្នឹងគឺជាពាក្យដែលយើង customize នៅក្នុងកន្លែង Tuya មិញហ្នឹងអញ្ចឹងឧទាហរណ៍ខ្ញុំបញ្ជា Siri ឲ្យមើលសិន Hey Siri activate my shortcut Which shortcut would you like to run? switch on One moment. Okay, hang done. អញ្ចឹងដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងដោយវាអាចបញ្ជាឧបករណ៍ Tuya របស់យើងតាមរយៈ shortcut បានហើយចំពោះការដាក់ Siri យើងមិនបាច់ចាំហៅ Hey Siri ក៏បានដែរដោយយើងគ្រាន់តែចុចចង្កត់ឲ្យជាប់នោះ Siri នឹងដំណើរការហើយ What time is it? It's 3:06 p.m. ហើយយើងក៏អាចប្រើ HomePod នឹងជា speaker បានផងដែរគ្រាន់តែយើងចូលកន្លែង AirPlay រួចបដូរមក HomePod មកគឺវានឹងបញ្ចេញសំឡេងតាមរយៈ HomePod ហើយយើងក៏អាចធ្វើការ link គ្នាជាមួយនឹង HomePod 2សម្រាប់យើងចាក់ចម្រៀងបានផងដែរអញ្ចឹងអ្នកទាំងគ្នាត្រូវមានចាប់ពី2 HomePod ឡើងទៅរួចចុច AirPlay និងរើស device HomePod របស់យើងមកនោះអ្នកទាំងគ្នានឹងឃើញ HomePod របស់យើងហើយអញ្ចឹងយើងត្រូវ tick វាទាំងពីរ device ទើបអាចវា play ជាមួយគ្នាបានហើយយើងអាចធ្វើការតឡើងសំឡេងនិងបន្ថយសំឡេងនៅប៊ូតុងខាងលើនេះបានហើយសម្រាប់ការ reset របស់ HomePod យើងត្រូវដកខ្សែវាចោលចំនួន10 second សិនរួចយើងដោតវាចូលនិងរងចាំវា5 second រួចយើងចុចប៊ូតុងខាងលើឲ្យជាប់នោះវានឹងលោតភ្លើងជាពណ៌ក្រហមវិញអញ្ចឹងយើងត្រូវចង្កត់រហូតដល់វាលោតសំឡេងមួយនេះមក Your HomePod is about to reset. Keep pressing until you hear 3 beeps. តែប៉ុណ្ណឹងយើងអាចដកដៃបានហើយនឹងធ្វើការរងចាំវា reset ទៅគឺរួចរាល់ហើយ Digi Smart Home ធ្វើឲ្យផ្ទះរបស់លោកអ្នកឆ្លាតវៃ